សួស្តីអ្នកនរគ្នាហើយថ្ងៃនេះមានវីដេអូពេលព្រឹកព្រលឹមមួយគឺវីដេអូដែលលួងកូនស្រីឲ្យញ៉ាំបបរអញ្ចឹងវីដេអូនេះមានរយៈពេល4នាទីជាងហើយខ្ញុំនឹងខំបកកូនឲ្យញ៉ាំបបរពេលព្រឹកព្រោះមិនជាព្រឹកប៉ុន្មានទេម៉ោង8 9ដែរហើយព្រោះពេលព្រឹកពេកគាត់ញ៉ាំអត់ចូលទេព្រឹកពេកព្រោះភ្ញាក់ពីគេងមកម៉ោង7 ចិត្តកន្លះហើយអញ្ចឹងម៉ោងស្មើហ្នឹងគឺម៉ោងញ៉ាំអត់ទាន់ចូលទេហើយម៉ោងដែលញ៉ាំចូលគឺចន្លោះម៉ោង8កន្លះទៅ9ឬក៏10អញ្ចឹងយើងនៅម៉ោងហ្នឹងយើងហៅថាម៉ោងព្រឹកហើយនេះគឺខ្ញុំបានបកកូនឲ្យញ៉ាំបបរហើយដាក់តុក្កតាឲ្យមើលអាហ្នឹងយូរទលាប់ហើយឥឡូវទលាប់ទៅជាទលាប់មើលតុក្កតាបណ្ដើញ៉ាំបណ្ដើបើមិនចឹងទេអត់ញ៉ាំអាហ្នឹងវាចូលលក្ខណៈមួយទម្លាប់ហើយអញ្ចឹងឥឡូវរាល់ថ្ងៃបច្ចុប្បន្ននេះគឺថាមិនថាកូនខ្ញុំកូនអ្នកដទៃទេគឺតាំងតែពីមាន platform social media នៅក្នុងដែលអាចមានអ៊ីនធឺណិតប្រើបានទម្លាប់កូនមើលអញ្ចឹងអាហ្នឹងកំពុងតែរកវិធីកែប៉ុន្តែខ្ញុំឲ្យកូនខ្ញុំហ្នឹងគឺមើលមកញ៉ាំបបរទេញ៉ាំអីហើយបានខ្ញុំដកឥឡូវខ្ញុំដកតាំងពីញ៉ាំបបរហើយវាក៏ទៅវាម៉ោងញ៉ាំហើយម៉ោង9កន្លះហើយឥឡូវខ្ញុំដកចេញប្រហែលជាជិត2ម៉ោងហើយពេលព្រឹកហ្នឹងគឺថាខ្ញុំចង់ឲ្យគាត់លេងប៉ុន្តែវាមានភាពអញ្ញែញ៉ៃពេកក្មេងៗច្រើនណាក្មេងៗនៅផ្ទះខ្ញុំនោះគឺតាច្រើនបងប្អូននៅជុំគ្នានោះក៏នៅជុំគ្នាគាត់ថានៅជុំគ្នាម៉ោងហ្នឹងគឺម៉ោងអត់តាន់ក្មេងៗទៅរៀនទេមានអ្នកខ្លះរៀនពេលព្រឹកតែរៀនពេលព្រឹកហ្នឹងដូចជារៀនតែម្នាក់ទេហើយរៀនពេលថ្ងៃហ្នឹងគឺរៀនច្រើនមានប្រហែលជា4 5នាក់បាទអញ្ចឹងម៉ោង12ថ្ងៃត្រង់នេះគឺនាំគ្នាចេញហើយគាត់នាំគ្នាចេញទៅរៀនអញ្ចឹងនៅផ្ទះរៀងស្ងាត់ព្រោះខ្ញុំនៅផ្ទះគឺថាវល់នឹងក្មេងព្រោះខ្ញុំវាអត់ទៅជួយចិត្តក្មេងហ្មងទេមានស្អប់ទេណាតែអត់ទៅចិត្តក្មេងវាញ៉ៃហើយអញ្ចឹងខ្ញុំបានជាយាមលួងក្មេងហ្នឹងឲ្យលេងឲ្យផ្សេងទៅហើយកូនខ្ញុំក៏លួងឲ្យញ៉ាំបបរយកដល់ពេលឃើញក្មេងៗហ្នឹងឃើញបងប្អូនគាត់ហ្នឹងគាត់លេងបាល់ហើយគាត់ចង់ញ៉ាំបបរឯងគាត់ចង់លេងកន្លែងហ្នឹងខ្ញុំមិនដឹងថាមិនទេខ្ញុំបាក់ដែរដល់ពេលក្មេងៗកូនខ្ញុំតែឃើញយ៉ាងចឹងហ្នឹងទូរស័ព្ទលេងមើលហើយទៅលេងបាល់ហើយនេះក្មេងៗហ្នឹងនេះពីរអ្នកហ្នឹងអត់ទៅរៀនទេដល់ថ្ងៃមិនទៅរៀនដល់អញ្ចឹងថ្ងៃទៅរៀនហេកូនខ្ញុំឃើញគួយមើលគេអត់ចង់ញ៉ាំទេអត់ចង់ញ៉ាំបបរទេគឺថាឃើញលេងចង់លេងដែរហើយខ្ញុំវាអត់ដឹងថាមិនមានតែលួងផងអីផងស្លុតផងគម្រាមខ្លះដើម្បីឲ្យញ៉ាំបបរនោះអស់ហើយខំដាក់តុក្កតាឲ្យមើលអត់ចង់មើលទេគឺចង់តែចុះលេងហ្នឹងតែប៉ុន្តែខ្ញុំអត់ចង់ឲ្យមើលទូរស័ព្ទទេគឺខ្ញុំចង់ឲ្យទៅលេងវិញប៉ុន្តែដោយសារតែនេះគឺខ្ញុំលួងដើម្បីឲ្យញ៉ាំបបរអស់ពេលព្រឹកសិនហើយញ៉ាំហើយបានខ្ញុំដកទូរស័ព្ទហ្នឹងឲ្យទៅលេងបាល់បាល់ក៏នេះដែរក្តៅស្មើនឹងក្តៅម៉ោង11ហើយអញ្ចឹងក្មេងៗចិត្តដល់ម៉ោងងូតទឹកទៅរៀនអញ្ចឹងនៅសល់តែកូនខ្ញុំទេហើយចង់លេងហ្នឹងគឺថាខ្ញុំអត់តឲ្យលេងទេវាក្តៅកូនខ្ញុំម៉ោង12ថ្ងៃត្រង់នោះគឺខ្ញុំឲ្យគេងហើយពេលថ្ងៃហ្នឹងគឺខ្ញុំឲ្យគេងឲ្យគ្រប់គ្រាន់យ៉ាងហោចណាស់ក៏បាន1ម៉ោងដែរពេលថ្ងៃហ្នឹងណាអញ្ចឹងខ្ញុំក៏បានព្យាយាមលួងកូនឲ្យញ៉ាំបបរឲ្យរួចចុះបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណសម្រាប់ចូលទស្សនាហើយអ្នកបងប្អូនដែលមិនទាន់ចុច Subscribe ចូលចុច Subscribe ម្នាក់មួយហើយខ្ញុំនឹងមានវីដេអូថ្មីបន្តជារៀងរាល់ថ្ងៃអរគុណច្រើនសម្រាប់ការចូលទស្សនាសម្រាប់បងប្អូនទាំងអស់គ្នាបាយបាយ